មានកាលមួយនោះមានចៅម្នាក់ឈ្មោះចៅរាគេល្បីល្បាញដោយសារភាពប៉ិនប្រសប់ក្នុងការលួចទ្រព្យសម្បត្តិពីអ្នកមានគ្មាននរណាម្នាក់អាចចាប់គេបានឡើយយប់មួយពេលដែលចៅរាបានលួចទ្រព្យរួចហើយគេក៏ត្រូវចាប់បានដោយឆ្មាំព្រះរាជាឆ្មាំបានឡោមពួតគេមិនឲ្យគេគេចខ្លួនរួចឡើយចៅរាត្រូវបាននាំខ្លួនទៅមុខព្រះភ័ក្ត្រព្រះមហាក្សត្រព្រះមហាក្សត្រទ្រង់គង់លើបល្ល័ង្កមាសយ៉ាងអស្ចារ្យទ្រង់មានបន្ទូលថាចៅឯងហ៊ានណាស់ព្រះមហាក្សត្រទ្រង់បានកាត់ទោសចៅរាឲ្យប្រហារជីវិតការប្រកាសទោសបានធ្វើឲ្យអ្នកទាំងឡាយភ័យខ្លាចចៅរាក៏ត្រូវតែទទួលយកជោគវាសនារបស់គេប៉ុន្តែមុនពេលទោសត្រូវអនុវត្តស្រាប់តែមានស្ត្រីម្នាក់បានលេចមុខឡើងនាងគឺជាកូនស្រីសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើននាងបានដើរចូលទៅមុខព្រះភ័ក្ត្រព្រះមហាក្សត្រសូមទានប្រោសខ្ញុំម្ចាស់សូមអង្វរព្រះអង្គចៅរានេះជាប្តីខ្ញុំម្ចាស់សូមព្រះអង្គកុំប្រហារជីវិតគេអីព្រះមហាក្សត្រទ្រង់ភ្ញាក់ផ្អើលយ៉ាងខ្លាំងនាងទូលថាខ្ញុំម្ចាស់មានទ្រព្យសម្បត្តិស្តុកស្ទំខ្ញុំនឹងឲ្យទ្រព្យទាំងអស់ទៅគេដូច្នេះគេនឹងលែងលួចទៀតហើយព្រះមហាក្សត្រទ្រង់គិតពិចារណាខណៈពេលនោះស្រាប់តែមានស្ត្រីម្នាក់ទៀតក៏បានចូលមកនាងគឺជាកូនស្រីកសដែលមានភាពរឹងមាំនាងមើលទៅព្រះមហាក្សត្រដោយក្លាហានខ្ញុំម្ចាស់សូមអង្វរព្រះអង្គចៅរានេះជាប្តីខ្ញុំម្ចាស់ដែរសូមព្រះអង្គកុំប្រហារជីវិតគេអីនាងទូលថាគេមានកម្លាំងខ្លាំងគេអាចភ្ជួររះដីបានច្រើនខ្ញុំត្រូវការគេមកជួយធ្វើស្រែចម្ការព្រះមហាក្សត្រទ្រង់កាន់តែចាប់អារម្មណ៍មិនទាន់បាត់ភ្ញាក់ផ្អើលផងស្រាប់តែមានស្ត្រីម្នាក់ទៀតចូលមកនាងគឺជាកូនស្រីបណ្ឌិតដែលមានចំណេះដឹងខ្ពស់សូមព្រះអង្គកុំប្រហារជីវិតគេអីចៅរានេះជាប្តីខ្ញុំម្ចាស់ព្រះមហាក្សត្រទ្រង់ញញឹមបន្តិចនាងទូលថាគេជាមនុស្សឆ្លាតវាងវៃមានគំនិតមុតស្រួតគេអាចធ្វើជានរណាដ៏អស្ចារ្យម្នាក់បានព្រះមហាក្សត្រទ្រង់ពេញព្រះទ័យនឹងហេតុផលរបស់នាងណាស់មិនយូរប៉ុន្មានស្ត្រីម្នាក់ទៀតក៏បានចូលមកក្នុងរាជវាំងនាងគឺជាស្រីក្រមុំស្រស់ស្អាតម្នាក់សម្រស់របស់នាងបានធ្វើឲ្យអ្នកគ្រប់គ្នាចាប់អារម្មណ៍នាងក៏បានទូលអង្វរដល់ព្រះរាជាដោយស្ត្រីឯតីដែរព្រះរាជាទ្រង់មានបន្ទូលថាហេតុអ្វីបានជាញាក់ចង់បានចៅនេះធ្វើជាប្តីនាងបានរៀបរាប់ពីទឹកចិត្តស្រឡាញ់យ៉ាងជ្រាលជ្រៅនាងមិនខ្វល់ថាគេជាចៅឬជាអីឡើយនាងស្រឡាញ់គេព្រោះតែគេគឺជាគេស្រីទាំង4នាក់ឆ្លោះប្រកែកគ្នាដើម្បីចង់បានចៅរាមកធ្វើជាប្តីម្នាក់សុទ្ធតែមានហេតុផលរៀងៗខ្លួនព្រះមហាក្សត្រទ្រង់មានការងឿងឆ្ងល់យ៉ាងខ្លាំងទ្រង់មិនដឹងថាត្រូវសម្រេចក្តីនេះបែបណាឡើយចំណែកឯចៅរាវិញគេកាន់តែឆ្ងល់លើដើមគេមិននឹកស្មានថាមានមនុស្សស្រីច្រើនបែបនេះចង់បានគេធ្វើជាប្តីនោះទេព្រះមហាក្សត្រទ្រង់មានបន្ទូលថាយើងនឹងធ្វើឲ្យចៅរាម្ដងទៀតបើគេអាចដោះស្រាយប្រស្នារបស់យើងបានយើងនឹងលើកលែងទោសប្រស្នានោះគឺចៅរាត្រូវទៅលួចរបស់ដែលថ្លៃបំផុតប៉ុន្តែមើលមិនឃើញនឹងភ្នែកព្រះរាជាមានបន្ទូលថាចៅរាបើឯងពិតជាខ្លាំងចូលឯងទៅលួចរបស់ដែលថ្លៃបំផុតចៅរាចាប់ផ្ដើមដំណើរចេញពីវាំងគេត្រូវប្រើខួរក្បាលដើម្បីដោះស្រាយប្រស្នានេះក្នុងព្រៃជ្រៅគេបានជួបនឹងតាឥសីម្នាក់ចៅរាបានសួរនាំពីប្រស្នារបស់ព្រះរាជាតាឥសីគ្រាន់តែញញឹមគេដើរកាត់រូងភ្នំមាសប៉ុន្តែគេមិនយកវាឡើយគេដឹងថាមាសមិនមែនជាអ្វីដែលស្ដេចចង់បាននោះទេពួកព្រាយពិសាចចង់បញ្ឆោតគេឲ្យយកអំណាចប៉ុន្តែចៅរាមិនព្រមស្ដាប់ពួកវាឡើយគេសង្កេតឃើញអ្នកភូមិជួយគ្នាទៅវិញទៅមកភាពរីករាយនិងសាមគ្គីកើតមាននៅគ្រប់ទីកន្លែងនៅក្បែរមាត់ទឹកចៅរាក៏រកឃើញចម្លើយរបស់ដែលថ្លៃបំផុតគឺទឹកចិត្តនិងសេចក្តីសុខគេប្រមូលយកសេចក្តីសុខក្នុងចិត្តត្រឡប់ទៅវិញគេលែងចង់បានរបស់ទ្រព្យអ្នកដទៃទៀតហើយចៅរាបានត្រឡប់មកដល់ទ្វារវាំងវិញហើយគ្រប់គ្នារងចាំមើលថាតើគេយកអ្វីមកថ្វាយស្ដេចចៅរាបានដើរចូលមកក្នុងរាជវាំងយ៉ាងក្លាហានដៃរបស់គេទទេស្អាតគ្មានទ្រព្យសម្បត្តិអ្វីទាំងអស់ព្រះរាជាសួរថា
តើទ្របដែលមើលមិនឃើញនោះនៅឯណាចៅរាឆ្លើយថាខ្ញុំម្ចាស់បានលួចយកសេចក្តីសុខពីគ្រប់ទិសទីមកថ្វាយព្រះអង្គគេបញ្យល់ថាសន្តិភាពគឺជាអ្វីដែលថ្លៃបំផុតក្នុងនគរបើប្រជារាស្ត្រមានសេចក្តីសុខនោះជាទ្រព្យមហាសាលព្រះមហាក្សត្រទ្រង់សពព្រះរាជហឫទ័យយ៉ាងខ្លាំងទ្រង់មិននឹកស្មានថាចៅម្នាក់នេះមានបញ្ញាខ្ពស់បែបនេះសោះព្រះរាជាបញ្ជាឲ្យដោះលែងចៅរាភ្លាមគេលែងមានទោសប្រហារជីវិតទៀតហើយព្រះរាជាសួរថាចោះក្នុងចំណោមស្រីទាំង4នាក់នេះតើនរណាជាប្តីពិតរបស់ឯងចៅរាមើលទៅស្រីទាំង4នាក់ដោយក្តីរំភើបគេមិនដឹងថាត្រូវជ្រើសរើសយកនរណានោះទេគេបានទូលកៅពិតថាពួកគេមិនមែនជាប្រពន្ធរបស់គេតាំងពីដើមឡើយប៉ុន្តែពួកគេមានគុណធម៌ដែលបានជួយជីវិតគេព្រះរាជាសម្រេចថាពួកគេទាំងអស់គួរតែនៅជួយគ្នានេះគឺជាការចាប់ផ្ដើមជីវិតថ្មីរបស់ចៅរានិងស្រីទាំង5នាក់បានចាក់ចេញពីវាំងជាមួយគ្នាពួកគេចាប់ផ្ដើមដំណើរថ្មីឆ្ពោះទៅកាន់ស្រុកភូមិវិញពេលមកដល់ភូមិអ្នកស្រុកគ្រប់គ្នាបានមកស្វាគមន៍គ្រប់គ្នាត្រេកអរណាស់ចៅរាបានប្រើកម្លាំងបាយជួយកសាងភូមិធានគេបានក្លាយទៅជាមនុស្សឧស្សាហ៍ព្យាយាមបំផុតកូនស្រីបណ្ឌិតបានបង្កើតសាលារៀនសម្រាប់កុមារនាងបានចែករំលែកចំណេះដឹងដល់គ្រប់គ្នាកូនស្រីសេដ្ឋីបានប្រើទ្រព្យសម្បត្តិជួយដល់អ្នកក្រីក្រនាងមិនកំណាញ់ទ្រព្យទៀតឡើយចំណែកឯស្រីស្រស់ស្អាតវិញបាននាំមកសិលីបកៈនិងក្តីស្រឡាញ់ភូមិទាំងមូលពោពេញទៅដោយភាពរីករាយថ្ងៃមួយព្រះរាជាបានយាងមកមើលភូមិដោយសម្ងាត់ទ្រង់ឃើញថាគ្រប់គ្នារស់នៅយ៉ាងមានសេចក្តីសុខចៅរាបានបដូរជីវិតពីចៅមកជាមេភូមិដ៏ល្អម្នាក់គេលែងលួចតែគេជាអ្នកផ្ដាល់ឲ្យវិញពួកគេទាំង5នាក់បានក្លាយទៅជាសសរស្ទឹមនៃភូមិភាពសាមគ្គីបានធ្វើឲ្យអ្វីៗគ្រប់យ៉ាងអាចទៅរួចរឿងនេះបង្រៀនយើងថាមនុស្សម្នាក់សុទ្ធតែមានតម្លៃបើដឹងពីរបៀបប្រើបញ្ញានិងទឹកចិត្តនោះពិភពលោកនឹងមានសេចក្តីសុខ